ធ្វើកសិកម្មនៅពេលបច្ចុប្បន្ននេះគឺតើយើងបត់បែនខ្លាំងណាស់ព្រោះអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគឺប្រែប្រួលរហូតបាទសួស្តីជំរាបសួរដល់បងប្អូនពុកម៉ែអ៊ំពូមីងបងប្អូនជាកសិករឥឡូវនេះកំពុងតែនៅក្នុងការមានអាកាសធាតុឆ្នាំនេះចង់ជជែកលេងជាមួយបងប្អូនពីអាកាសធាតុមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេបងប្អូនលៀងមកក៏ភ្ញោចផ្កាបែបនេះបងប្អូនឲ្យផ្កាចាប់ផ្ដើមបានរីកហើយក្រោយពីបានរីកហើយគាត់ក៏ចាប់ផ្ដើមក្តៅពេកទៅបងប្អូនមានឆេះនេះលៀងមកខ្លាំងក៏ឆេះហើយអត់ភ្លៀងសោះមកក្តៅអញ្ចឹងក៏ឆេះទៅចេញកោជាក្តាប់អញ្ចឹងមកគឺនឹងដឹងតែបានក្តាប់ហើយនឹងគេហៅថាក្បាលរុយនេះតែសម្ោចហ្នឹងបងអញ្ចឹងអាកាសធាតុដូចហាក់បីដូចជាញោមញីដល់ហើយមែនតើទៅយើងត្រូវយើងហើយព្រោះដំណាំអស់នេះវាឆ្លើយតបទៅជាមួយធម្មជាតិជាធំយើងបញ្ជាវាក៏បានដែរប៉ុន្តែយើងត្រូវចំណាយទុនវាច្រើនការបញ្ជាវាចឹងវាឆ្លើយតបជាមួយនឹងធម្មជាតិខ្លួនវាហើយវាចាប់ផ្ដើមចេញជាមួយនឹងធម្មជាតិវាគេនឹងទៅតែអ្វីដែលខ្ញុំលើកឡើងនេះគឺចង់និយាយថាកត្តាធម្មជាតិគឺក្តៅពេកតែមែនតើរហូតដល់ការមានខ្លះហ្នឹងគឺវាចាប់តាមខ្លោចឆេះចឹងមិនដឹងថាមិនណាទេឆ្នាំនេះតែភ្លៀងខ្លាំងហ្នឹងក៏វាវាយផ្កាដែរហើយទៅជំងឺផ្សិតដូចចេះបងប្អូនកុំអីចឹងច្រើនគេថាវាឆេះច្រើនតែមានឆ្នាំនេះចេញរ៉ារអួរដើមនេះអត់ទាន់ចេញទេខ្លះគឺទៅតែចាប់ផ្ដើមពកចេញនោះដាក់នេះចេញទៅបងប្អូននេះជាកញ្ចុំផ្កាចឹងកសិករដែលប្រកបកិច្ចការងារកសិកម្មគឺរៀងពិបាកណាស់ឥឡូវមានអារម្មណ៍ថាដូចធ្វើបដិវត្តជាមួយនឹងធម្មជាតិចឹងបងប្អូនធ្វើបដិវត្តចឹងយើងពីមួយឆ្នាំទៅមួយឆ្នាំវាប្រែប្រួលរហូតបងប្អូនជាកសិករក៏ដូចខ្ញុំនេះតែដាំដំណាំធំអញ្ចឹងក្តៅជាក់rồiក្តៅជ្រុលទៅភ្លៀងជ្រុលហើយទីនេះដូចវីដេអូមុនដែលខ្ញុំបានធ្វើកន្លងមកគឺថាភ្លៀងវិញគាត់ជក់ភ្លៀងវិញគឺភ្លៀងធ្វើការអត់កើតទេហើយកន្លែងណាទំនាបហ្នឹងគឺខូចហ្មងដើមរបស់យើងហ្នឹងអាចនឹងងាប់នេះមានក្តាប់ខ្លះហើយ
ការពិចារណាឆេះមានជំនួយលើថ្នាំទៅហើយដើម្បីមកខៃវាខ្លះបងប្អូនការខ្លះចេញមកគឺវាអត់មានហៅថាក្បាលរួយវាអត់មានលំអងវាកាត់ជាសូញីឈ្មោលហ្នឹងគឺអត់កកើតចេញជាក្តឹបខ្ញុំនេះឃើញថាវាចេញហ្នឹងប៉ុន្តែវាអត់អួរបងប្អូនឃើញខ្លះការក្តឹបហើយនេះអីខ្ញុំចាប់ផ្ដើមចេញកំពុំផ្កាមកដើមនេះក៏ខ្ញុំចាប់ដើមមកដល់ខែនេះហើយគឺវាចេញទាំងអស់ហ្នឹងប៉ុន្តែគាត់ថាខ្លះគេអារបួសខ្លះចេញខ្លះនៅប៉ុន្តែចេញអញ្ចឹងល្អមួយយ៉ាងដែរសម្រាប់ការលក់វាអត់ចាល់បងប្អូនវាចាល់ទេនេះបងប្អូនដែលខ្ញុំបានជជែកវីដេអូមុនជែករឿងថាវាអត់ចងបាក់មែកមកយើងអត់ចងទល់វាលើត្រូវប្រយ័ត្នទល់វាបងប្អូនឃើញពីច្រើនទល់គឺខ្ញុំទល់ពីច្រើនគឺទល់ទាំងអស់បងខ្លាចវាមានបញ្ហាដឹងថាគិតយ៉ាងមិនតទៀតទេនេះបើអាកាសធាតុយើងប្រែប្រួលលឿនដូច្នេះតែខ្ញុំនៅទៅខែនេះខែពិសាខែខ្មែរខែពិសាអញ្ចឹងគឺចាប់ផ្ដើមមានលៀងធ្លាក់មានច្រើនហើយអាកាសធាតុក៏មិនសូវក្តៅពេកដែរពេលបច្ចុប្បន្ននេះគឺក្តៅអត់ដឹងពិសាអត់ដឹងចែកទេគឺមិនដឹងជាព្រះអាទិត្យគុំគួរអ្នកណាមកដៅតែថ្ងៃនេះបងប្អូនដៅតតែលិចត្មងអញ្ចឹងដំណាំយើងមិនអាចទប់បានខ្លះវីដេអូនេះមកជជែកលេងជាមួយបងប្អូនប៉ុណ្ណឹងថាយើងធ្វើកសិកម្មនៅពេលបច្ចុប្បន្ននេះក៏តើយើងបត់បែនខ្លាំងណាស់ព្រោះអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគឺប្រែប្រួលរហូតពីប្រទេសដែលមិនធ្លាប់មានគ្រោះមានអីជួយដីជួយអីឥឡូវមានហើយងាកទៅភ្លៀងវិញឥឡូវវាមិនមែនធ្លាក់ព្រិលគឺធ្លាក់តកមកវាផ្លែកមកយើងមានតែត្រៀមទាំងអស់គ្នាជាចុងបញ្ចប់ក៏សូមគោរពជូនពរពុកម៉ែអំពូមីងមាបងប្អូនជាកសិករប្រុសស្រីទាំងអស់ឲ្យទទួលបានជោគជ័យទៅលើវិថីកសិកម្មទាំងអស់គ្នាអរគុណជំរាបលា